ខ្ញុំសុំទៅលឿនតិចចឹងតកតងនឹង empiric subsistence antibiotic ជាទូទៅបើសិនជាលោកគ្រូអ្នកគ្រូនៅតាមមន្ទីរពេទ្យធំណាបាទចឹងយើងអាចមាន stock យកល្អឲ្យមាន stock ceftazidime amikacin meropenem នៅលើអានេះជា restricted ទេយើងមិនងាយឲ្យប្រើទេថ្នាំនេះប៉ុន្តែវាចាំបាច់សម្រាប់ septic shock ដែរបាទអញ្ចឹងអានេះចាំបាច់មែនតើនៅពេលដែលគ្រូពេទ្យគាត់ហៅអ្នកជំងឺនេះមើលទៅដូចជាពពួក melioidosis ហ្នឹងព្រោះរដូវភ្លៀងណាអ្នកជំងឺមានយ៉ាបែតហើយមករលាកសួតធ្ងន់ធ្ងរណាអញ្ចឹងត្រូវការឲ្យ ceftazidime គាត់មានហេតុផលច្បាស់លាស់ឲ្យ ceftazidime បានប៉ុន្តែបើអត់ហេតុផលច្បាស់លាស់ទេហាមដាច់ខាតណាអត់ឲ្យ meropenem អត់ឲ្យ vancomycin ឬក៏ ceftamycin តាមអារម្មណ៍ទេណាបើយើងមាន rational មាន indication ច្បាស់លាស់យើងប្រើ restricted antibiotic អានេះពួក broad spectrum បាទប៉ុន្តែភាគច្រើនយើងចូលមកច្រើនឲ្យ ceftriaxone អាហ្នឹងក៏ជា broad spectrum ដែរប៉ុន្តែអត់ restrict ទេណាអញ្ចឹងអត់អីទេហើយ complex គឺយើងត្រូវតែបូមឈាមយកទៅបដោះមេរោគណាឈាមគឺយើងត្រូវបូម2 ដបសម្រាប់មនុស្សពេញវ័យបាទមួយដបដាក់10មីលីលីត្រមួយដបទៀតដាក់10មីលីលីត្រសម្រាប់កូនក្មេងបើអាចបូមបានបូមរហូតដល់5មីលីលីត្រដាក់តែម្ដងទេបាទអញ្ចឹងយើងត្រូវតែមាន stock ទុកណាបើមិនអញ្ចឹងទេយើងអត់បូមឈាមធ្វើគូលទាបានអានឹងបញ្ហាដែរណាប៉ុន្តែនេះសម្រាប់នៅ emergency មន្ទីរពេទ្យមួយចំនួនសម្រាប់គិលានុបដ្ឋាដែលនៅមន្ទីរពេទ្យនេះជាយុទ្ធសាស្ត្រមួយសម្រាប់គិលានុបដ្ឋយើងដែរបាទយើងត្រូវត្រៀមឧបករណ៍សម្ភារៈបដោះមេរោគឲ្យបានគ្រប់គ្រាន់តាមនឹងមកបាទអញ្ចឹងដូចខ្ញុំជំរាបអញ្ចឹងបើយើងមានឧបករណ៍សម្ភារៈទាំងអស់នឹងហើយយើងត្រូវតែស្នើសុំបំពេញនៅក្នុងទូរបស់យើងនឹងវិញឲ្យជាប់យ៉ាងម៉េចឲ្យចំនួនទាំងអស់ហ្នឹងនៅរក្សាដដែលដើម្បីកាត់បន្ថយកុំឲ្យមានបញ្ហាពេលគ្រូពេទ្យស្នើសុំយើងអត់មានអានោះកាត់បន្ថយការជួយសង្គ្រោះអ្នកជំងឺដែរណាបាទអញ្ចឹងក៏ទៀតតកតងនឹងគិលានុបដ្ឋាគឺយើងត្រូវដាក់សងទឹកនោមដែរដើម្បីយើងតាមដានពីព្រោះអ្នកជំងឺតែចូលមក septic shock គាត់មានបញ្ហាកម្រិតស្មារតីរបស់គាត់ថយចុះយើងត្រូវដាក់សងទឹកនោមហើយតាមដានមើលទឹកនោមធ្វើម៉េចឲ្យបាន0.5 ក្នុង 0.5 មីលីលីត្រក្នុង1គីឡូក្រាមក្នុង1ម៉ោងបាទហើយយើងតាមដានបាទលាក់តាតបើសិនជាមន្ទីរពេទ្យគាត់អាចមានណាបាទកម្រិតលាក់តាតហើយកុំភ្លេចតាមដានលាក់ភ្លុយកោសផងមកករណីជំងឺទឹកនោមផ្អែមធ្វើម៉េចឲ្យកម្រិតជាតិស្ករនៅក្រោម180មីលីក្រាមក្នុង1ដេស៊ីលីត្រហើយយើងឲ្យអ្នកជំងឺបើអាចហូបបានយើងផ្ដល់ nutrition support បានន័យថាអាហាររូបត្ថម្ភសារជាតិចិញ្ចឹមបន្ថែមទៀតផងហើយយើងជួយបញ្យល់គាត់កាត់បន្ថយ stress កាត់បន្ថយអីចឹងទៅបាទយើងព្យាយាមឲ្យក្រុមគ្រួសារអីនៅក្បែរអ្នកជំងឺជួយលួងជួយលើកទឹកចិត្តអីចឹងទៅណាបាទអញ្ចឹងការអប់រំអ្នកជំងឺគឺយើងត្រូវប្រយមសូមអធិស្ឋានណាយើងត្រូវអប់រំអ្នកជំងឺឲ្យគាត់ចេះដឹងអំពីរោគសញ្ញាមួយចំនួនដែលយើងគិតថាគាត់មានបញ្ហាបាទហើយយើងត្រូវបញ្យល់អំពីផែនការក្នុងការព្យាបាលរបស់យើងថាឧទាហរណ៍គាត់ត្រូវការសម្រាប់ចាក់ថ្នាំនៅក្នុងទីពេទ្យរយៈពេល14ថ្ងៃអីចឹងទៅណាឬក៏ត្រូវធ្វើអីយើងបញ្យល់ទៅតាមហ្នឹងទៅហើយយើងអប់រំគាត់ណាឲ្យចេះដឹងពីសញ្ញាមួយចំនួនវាបើក្តៅខ្លួនក្អកមានរបួសមានតបៅអីហើមក្រហមអីខ្លាំងឆាប់មកពេទ្យឆាប់ជូនមកមន្ទីរពេទ្យអីចឹងណាបាទហើយរបៀបរស់នៅរបស់គាត់ប្រចាំថ្ងៃហ្នឹងចេះមានអនាម័យអញ្ចឹងទៅឧទាហរណ៍លាងដៃមុននឹងក្រោយញ៉ាំអាហារអញ្ចឹងទៅបើអាចចាក់វ៉ាក់សាំងចាក់អីបានចាក់វ៉ាក់សាំងដែរទៅណាបាទអញ្ចឹងនេះជា nursing prevention របស់យើងដែលយើងជាគិលានុបដ្ឋាត្រូវធ្វើដែរគឺយើងត្រូវបង្ការការចម្លងរោគពីយើងទៅអ្នកជំងឺហើយនឹងការចម្លងរោគពីអ្នកជំងឺមកយើងវិញដែរណាគឺយើងត្រូវតែគោរពគោលការណ៍អនាម័យនេះទាំងមុននិងក្រោយប៉ះពាល់អ្នកជំងឺហើយនឹងគោរពគោលការណ៍ការទប់ស្កាត់ការចម្លងរោគផ្សេងទៀតដែលយើងអត់បានលម្អិតនៅក្នុងនេះទេលោកគ្រូអ្នកគ្រូនឹងដឹងខ្លួនឯងដែលយើងចេះហើយយើងបើសិនជាយើងចាក់ central line ណាយើងត្រូវតែធ្វើការថែទាំការចាក់ central line នឹងផងតែបើយើងមានសុងទឹកនោមយើងត្រូវថែទាំកន្លែងសុងទឹកនោមនឹងឲ្យបានល្អផងណាកាត់បន្ថយការឆ្លងរោគមួយទៀតហ្នឹងគឺលោកគ្រូអ្នកគ្រូត្រូវតែចេះមើលពីសញ្ញាព្រមានដំបូងគឺយើងប្រើប្រាស់ Q sofa ហ្នឹងវា tool មួយដែលល្អហើយលោកគ្រូអ្នកគ្រូអាចធ្វើបានហើយយើងត្រូវលើកទឹកចិត្តឲ្យពួកគាត់ចាក់វ៉ាក់សាំងជាពិសេសពួកវ៉ាក់សាំង influenza និង pneumococcal បាទហើយត្រូវធ្វើការថែទាំរបួសឲ្យបានល្អបើសិនជាមានការបង្ករោគអីត្រូវតែព្យាបាលឲ្យបានត្រឹមត្រូវបាទហើយយើងជាពិសេស
ពេលយើងឃើញមានជំងឺរលាកផ្លោកនោមឬក៏រលាកតម្រងនោមណាឬក៏រលាកផ្លូវបង្ហូរនោមរលាកសួតឬក៏ជំងឺតបៅឬក៏ជំងឺ cellulitis អីផ្សេងជំងឺសើស្បែកអីក៏ដោយគឺយើងព្យាបាលឲ្យទាន់ពេលវេលាណាឲ្យវានៅក្នុងកម្រិតគេហៅ localized infection ធ្វើម៉េចជៀសវាងកុំឲ្យវាឈានទៅរកsystemic infection ណាគឺជាសំខាន់យើងត្រូវចេះមើលតាមហ្នឹងហើយបើសិនជាអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃអីគឺឧទាហរណ៍ដូចជំងឺទឹកនោមផ្អែមយើងត្រូវតែយល់អប់រំគាត់ឲ្យរក្សាកម្រិតជាតិស្ករនឹងឲ្យបានល្អតាមរយៈអីគេការអប់រំហាត់ប្រាណចំណីអាហារអីចឹងទៅណាបាទអញ្ចឹងនេះជា golden hour measure ឡាក់តាតណាយើង golden hour គឺយើងមើលកម្រិតឡាក់តាតបើឡាក់តាតលើសពី2អាហ្នឹងវាធ្ងន់ធ្ងរហើយតែបើលោកគ្រូអ្នកគ្រូអត់មានទេណាអត់មានម៉ាស៊ីនវាស់កម្រិតឡាក់តាតហ្នឹងទេលោកគ្រូអ្នកគ្រូធ្វើម៉េចណា what if lactate test is not available តែដោយសារពេលវេលាមានកំណត់អញ្ចឹងបើលោកគ្រូអ្នកគ្រូអត់មានឡាក់តាតទេលោកគ្រូអ្នកគ្រូត្រូវតែប្រើ clinical sign of hypoperfusion ដែលខ្ញុំបានបញ្យល់មុនហ្នឹងណាយើងមើលពីសញ្ញាមួយចំនួនដែលមានវិបត្តិក្នុងការលំហូរឈាមទៅចិញ្ចឹមតាមសរីរាង្គកាយហ្នឹងបាទអញ្ចឹងទិសដៅសំខាន់លោកគ្រូអ្នកគ្រូត្រូវចេះធ្វើ capillary refill ណាការមើលការបំពេញឈាមទៅតាមចុងម្រាមដែលខ្ញុំបានបង្ហាញពីមុនហ្នឹងលោកគ្រូអ្នកគ្រូត្រូវចេះមើលពីកម្រិតស្មារតីថាតើកម្រិតស្មារតីគាត់លោកគ្រូអាចប្រើ AVPU ក៏បានលោកគ្រូប្រើ GCS ក៏បានហើយយើងមើលកម្រិតទឹកនោមហើយយើងមើលការត្រជាក់តាមចុងដៃចុងជើងអញ្ចឹងទៅបាទមួយទៀតចំណុចដែលកន្លឹះគឺលោកគ្រូអ្នកគ្រូត្រូវតែបូមឈាមយកទៅបណ្ដុះមេរោគឈាមនិងទឹកនោមនេះសំខាន់ណាធ្វើឲ្យបានល្អមុនពេលឲ្យថ្នាំអង់ទីយ៉ូទិកណាហើយនឹងផ្សេងទៀតបើមានតបៅយកតបៅបើមាន slash យកបើមានកំហាកយកកំហាកឬក៏បើមានទឹកស្រោមសួតអីយកទឹកស្រោមសួតអីផ្សេងអាហ្នឹងបើយើងត្រូវការធ្វើផ្សេងបាទនេះគឺយើងត្រូវធ្វើម៉េចយកឲ្យបានមុនឲ្យថ្នាំអង់ទីយ៉ូទិកយ៉ាងគ្រូពេទ្យគាត់នឹងឲ្យថ្នាំអង់ទីយ៉ូទិករបៀប broad spectrum ដោយសារចូលមកដំបូងយើងអត់ដឹងអីទេអញ្ចឹងយើងត្រូវតែឲ្យថ្នាំ cover ទាំង bacterial គេថា gram positive ឬក៏ gram negative យើង broad spectrum ហ្នឹងគឺ cover ទាំងពីរតែម្ដងណាទាំង gram po ទាំង gram negative ប៉ុន្តែលទ្ធផលពេលបើយើងបានធ្វើគូលទាយើងធ្វើបដោះមេរោគលទ្ធផលបដោះមេរោគមកគ្រូពេទ្យគាត់អាចបន្ថយពី broad spectrum ទៅ directed treatment បានន័យថាយើងទៅព្យាបាលតាមបាក់តេរីដែលចេញមកឈ្មោះអីហ្នឹងណាអញ្ចឹងយើងបន្ថយអញ្ចឹងនេះគឺជារបៀបព្យាបាល golden hour ហើយការឲ្យជាតិទឹកគឺយើងឲ្យ30មីលីលីត្រក្នុង1គីឡូក្រាមក្នុង1ម៉ោងបាទជាទូទៅគឺយើងឲ្យ crystalloid បាទគឺសេរ៉ូមសូដ្យូមបានន័យថាសេរ៉ូមប្រៃនិងសេរ៉ូមឡាក់តាតអញ្ចឹងទាំងអស់ហ្នឹងគឺគេធ្វើបើអង់ទីយ៉ូទិកធ្វើម៉េចឲ្យកុំកាត់បន្ថយទេយើងធ្វើម៉េចឲ្យអង់ទីយ៉ូទិកនៅក្នុងកំឡុង1ម៉ោងកុំឲ្យ delay អង់ទីយ៉ូទិកកុំឲ្យពជាពេលក្នុងការឲ្យថ្នាំអង់ទីយ៉ូទិកណាកាលណាតែយើងពជាអត្រាជួយសង្គ្រោះជីវិតក៏ថយតាមនឹងដែរគេរកឃើញថាបើយើងឲ្យនៅក្នុងកំឡុង1ម៉ោងភាគច្រើនអត្រាការជួយសង្គ្រោះជីវិតក៏ល្អដែរណាបាទហើយ complex start vasopressor នៅពេលដែលពេលយើងឲ្យជាតិទឹកអស់1500អីហើយអត់ឡើងឬក៏2000អីអត់ឡើងអានឹងអាស្រ័យទៅលើគីឡូរបស់អ្នកជំងឺណាបាទអញ្ចឹងជាសង្ខេបគឺ septic shock ហ្នឹងយើងដឹងហើយគឺជាបញ្ហាមួយដែលឈានទៅរកការស្លាប់បាទ septic shock កាលណា septic shock យើងជួយអត់ទាន់រឿងកំណត់ sepsis អត់ទាន់ទេគឺអ្នកជំងឺអាចស្លាប់មួយទៀតការចំណុចសំខាន់លោកគ្រូអ្នកគ្រូចូលរួមជាមួយខ្ញុំថ្ងៃនេះរកឲ្យឃើញសញ្ញាព្រមានដំបូងគឺយើងផ្ដល់ការព្យាបាលនិងថែទាំឲ្យបានទាន់ពេលវេលាគឺជួយសង្គ្រោះជីវិតមនុស្សបាទហើយអញ្ចឹងគិលានុបដ្ឋាយើងគឺមានតួនាទីសំខាន់មែនទែនក្នុងការជួយអន្តរាគមន៍ថែទាំអ្នកជំងឺឲ្យបានទាន់ពេលវេលាហើយកាត់បន្ថយការគ្រោះថ្នាក់បាទសូមអរគុណច្រើនលោកគ្រូអ្នកគ្រូហើយអញ្ចឹងយើងនៅសល់ឱកាសក្នុងការសួរសំណួរចម្លើយខ្លះតិចតួចបាទករណីដែលលោកគ្រូអ្នកគ្រូឆ្ងល់សូមជឿបាទ